វីដេអូនេះសម្រាប់ការទូទាត់ភ្លាមៗដោយមិនឆ្លងកាត់ការជំពាក់ចុចទៅលើពាក្យ Quick Access បន្ទាប់មក Create Payment រួចបដូរ Payment Type ទៅជា General ជ្រើសរើសថ្ងៃទូទាត់ប្រាក់បន្តមកទៀតវិធីសាស្ត្រក្នុងការទូទាត់រួចបំពេញឈ្មោះអ្នកផ្គត់ផ្គង់លេខដំណើរនៃការទូទាត់នោះបើមានលេខ reference សូមបំពេញបន្ទាប់មកចំនួនដែលត្រូវទូទាត់ចុចនៅកន្លែង Add Line រួចជ្រើសរើស Chart Account នៃចំណាយនោះសូមបំពេញ Description និង Memo ចំនួននៃការចំណាយបើមានពន្ធផ្សេងៗឬក៏ឃ្លាំងអាចមានបញ្ចូលបានធ្វើការ Sell as New ឬក៏ Post សម្រាប់កញ្ចប់$45ត្រូវការឆ្លងកាត់ Approval Process ដូចនេះការទូទាត់ទូទៅកាន់អ្នកផ្គត់ផ្គង់បានរួចរាល់